របស់ពណ៌ក្រហមដែលបរោះម្នាក់នឹងកំពុងតែកាន់ហ្នឹងវាគឺជាឆ្អឹងខ្មងជើងរបស់ស្ត្រីម្នាក់នេះហើយចំណែកវ៉ាលីដ៏ធំមួយដែលគាត់កំពុងតែកាន់នឹងដែរហ្នឹងនៅក្នុងហ្នឹងគឺមានបំណែកលលាក្បាលក៏ដូចជាបំណែកឆ្អឹងជាច្រើនទៀតរបស់ស្ត្រីម្នាក់នេះផងដែរហើយអ្វីដែលកាន់តែអាក្រក់និងសាហាវបំផុតទៅទៀតនោះគឺឃាតករនេះបានយកបំណែកសាច់ក៏ដូចជាបំណែកឆ្អឹងរបស់ស្ត្រីម្នាក់ហ្នឹងយកវាទៅចោលនៅក្នុងផ្សារហើយទៅចោលនៅម្ដុំកន្លែងដែលគេលក់សាច់លក់ឆ្អឹងឯបែបហ្នឹងហើយមិនដឹងថាគាត់នឹងយកទៅដាក់នៅកន្លែងណាខ្លះនោះទេហើយបងប្អូនគ្នាសាកសម័យទៅមើលប្រសិនជាគាត់នឹងយកអាសាច់ឬក៏បំណែកឆ្អឹងហ្នឹងយកទៅបន្លំដាក់ចូលទៅក្នុងកន្លែងតូបណាមួយដែលលក់សាច់ឬក៏លក់ឆ្អឹងហើយត្រូវបានគេទិញយកទៅផ្ទះក្រោយពេលពួកគេបានបរិភោគទៅប្រសិនជាពួកគាត់បានដឹងថាបំណែកសាច់ឬក៏ឆ្អឹងដែលពួកគេបានបរិភោគនឹងវាគឺជាបំណែកសាច់របស់មនុស្សតើពួកគេនឹងមានអារម្មណ៍បែបណាករណីមួយនេះគឺល្បីខ្លាំងមែនទែននៅក្នុងប្រទេសចិនកាលពីកំឡុងឆ្នាំ2014អូខេកុំឲ្យខាតពេលវេលាយូរសម្រាប់បងប្អូនដែលមកថ្មីកុំភ្លេច Subscribe Channel YouTube ឲ្យមានម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយយើងនឹងចូលទៅដឹងអំពីរឿងក្តីរបស់យើងនៅថ្ងៃនេះកាលពីថ្ងៃទី3ខែឧសភាកាលពីឆ្នាំ2014នៅក្នុងខេត្តខ្វាងជូវនៅក្នុងប្រទេសចិននៅពេលនោះគឺស្ថិតនៅក្នុងសន្តាគារមួយកន្លែងដែលគេមិនបង្ហាញឈ្មោះនោះទេមានស្ត្រីម្នាក់ដែលការជាអ្នករៀបចំបន្ទប់ក៏ដូចជាអ្នកសម្អាតនៅក្នុងបន្ទប់សន្តាគារគាត់បានប្រទះឃើញនៅរឿងរ៉ាវដ៏ចម្លែកមួយចំនួនដែលបានកើតឡើងនៅក្នុងបន្ទប់316នៅក្នុងបន្ទប់មួយនេះគឺមានសភាពស្អាតខុសពីធម្មតាក៏ព្រោះតែកន្លងមកគាត់ធ្លាប់ធ្វើការជាអ្នករៀបចំបន្ទប់ហ្នឹងមិនដែលឃើញបន្ទប់ណារៀបចំបានស្អាតចឹងទេក្រោយពេលដែលភ្ញៀវបានមកនៅចឹងទៅគឺបន្ទប់ហ្នឹងគឺវាតែងតែមានភាពរប៉ារប៉ាយក៏ដូចជាមិនបានរៀបចំអីរៀបរយឲ្យបានស្អាតនោះទេក្រោយមកស្ត្រីម្នាក់ហ្នឹងគាត់បានចូលទៅសម្អាតក៏ដូចជាពិនិត្យមើលនៅផ្នែកបន្ទប់ទឹកនៃបន្ទប់មួយហ្នឹងក្រោយពេលដែលគាត់បានចូលទៅដល់បន្ទប់ទឹកគាត់ក៏បានប្រទះឃើញថានៅក្នុងបន្ទប់ទឹកនេះគឺស្ទះបានន័យថាទឹកវាដក់នៅក្នុងបន្ទប់ទឹកហ្នឹងឯបែបហ្នឹងដូច្នេះហើយស្ត្រីម្នាក់នេះគាត់ក៏បានទៅពិនិត្យនៅកន្លែងស៊ីហ្វុងដែលជាកន្លែងដែលត្រូវបង្ហូរទឹកចោលក៏គាត់បានប្រទះឃើញនៅដុំសាច់មួយដុំដែលមានក្លិនស្អុយខ្លាំងមែនទែនហើយសាច់មួយដុំនេះដែរគឺវាមានក្លិនចម្លែកខ្លាំងមែនទែនអានេះបានថាវាខុសអំពីក្លិនដូចជាក្លិនកណ្ដោងាប់ឬក៏សត្វមាន់សត្វអីងាប់អញ្ចឹងគឺក្លិនមួយនេះគឺចម្លែកខុសពីធម្មតាដូច្នេះហើយស្ត្រីម្នាក់ហ្នឹងគាត់ក៏បានរាយការណ៍នៅរឿងរ៉ាវមួយហ្នឹងប្រាប់ទៅកាន់ម្ចាស់សន្តាគារបានដឹងខាងម្ចាស់សន្តាគារក៏បានមកពិនិត្យមើលក៏ដូចជាឃើញថាវាមានរឿងរ៉ាវចម្លែកមែនទែនដូច្នេះហើយគាត់ក៏បានប្រាប់ដំណឹងមួយនេះទៅកាន់ខាងក្រុមប៉ូលីសដើម្បីចុះមកពិនិត្យមើលថាតើវាគឺជាដុំសាច់អ្វីឲ្យពិតប្រាកដមួយសន្ទុះក្រោយមកខាងក្រុមប៉ូលីសក៏បានមកដល់បន្ទប់សន្តាគារហើយក៏ធ្វើការចូលទៅពិនិត្យនៅក្នុងបន្ទប់ទឹកនៃបន្ទប់មួយហ្នឹងខណៈពេលដែលក្រុមប៉ូលីសកំពុងតែពិនិត្យនៅក្នុងបន្ទប់ទឹកហ្នឹងខាងក្រុមប៉ូលីសក៏បានពិនិត្យឃើញនៅស្បោងពណ៌លឿងមួយទៀតដែលស្ថិតនៅក្នុងបន្ទប់ទឹកហ្នឹងហើយនៅក្នុងស្បោងពណ៌លឿងនោះដែរគឺមានបំណែកឆ្អឹងក៏ដូចជាបំណែកសាច់មួយចំនួនដែលត្រូវបានលាក់នៅក្នុងបរិវេណបន្ទប់ទឹកនេះផងដែរក្រោយការពិនិត្យក៏ដូចជាកសោវិច័យយ៉ាងយកចិត្តទុកដាក់របស់ខាងក្រុមប៉ូលីសក៏បានបញ្ជាក់ប្រាប់ថាបំណែកសាច់ឬក៏បំណែកឆ្អឹងទាំងអស់ហ្នឹងវាគឺជាបំណែកសាច់ក៏ដូចជាបំណែកឆ្អឹងរបស់មនុស្សនៅពេលនោះគឺវាបង្កជាការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែគឺមិនមានអ្នកណាគេបានដឹងតតែសោះថានៅក្នុងបន្ទប់មួយនេះគឺមានករណីឃាតកម្មដ៏សាហាវឃោរឃៅឯបែបហ្នឹងក៏ដោយសារតែវាមិនបានលើសំឡេងឬក៏បង្ហាញអំពីសញ្ញាណាមួយដែលធ្វើឲ្យអ្នកដែលនៅជិតបន្ទប់ហ្នឹងបានសង្ស័យអីនោះទេខាងក្រុមប៉ូលីសបានសន្និដ្ឋានថាជនរងគ្រោះនឹងទំនងជាត្រូវបានឃាតករធ្វើការចាក់សម្លាប់នាងកាលពី2ថ្ងៃមុននៅពេលដែលនាងបានមករស់នៅក្នុងបន្ទប់សន្តាគារមួយហ្នឹងហើយនាងប្រហែលជាត្រូវបានឃាតករនេះសម្លាប់នៅម៉ោង10និងម៉ោង1ទៀបភ្លឺកាលពី2ថ្ងៃមុនពេលដែលគាត់បានមកជួលនៅក្នុងបន្ទប់សន្តាគារមួយហ្នឹងខាងក្រុមប៉ូលីសក៏បានទៅពិនិត្យមើលបញ្ជីឈ្មោះដែលអ្នកមកជួលនៅក្នុងបន្ទប់សន្តាគារមួយហ្នឹងហើយក៏ពិនិត្យឃើញថាស្ត្រីម្នាក់ហ្នឹងគាត់មានឈ្មោះថាធីនដែលគេមិនបង្ហាញអំពីអត្តសញ្ញាណគាត់ច្បាស់លាស់អីនោះទេគេគ្រាន់តែបង្ហើបឈ្មោះប៉ុណ្ណឹងសម្បីតែមុខរបស់នាងក៏មិនត្រូវបានគេបង្ហាញជាសាធារណៈនោះដែរហើយស្ត្រីម្នាក់ហ្នឹងគាត់មានអាយុ28ឆ្នាំផងដែរដែលកាលពី3ថ្ងៃមុនហ្នឹងគឺស្ត្រីម្នាក់ហ្នឹងគាត់បានមកកក់បន្ទប់សន្តាគារមួយហ្នឹងហើយធ្វើការកក់វារយៈពេល3ថ្ងៃដោយឡែកឃាតករដែលបានធ្វើសកម្មភាពហ្នឹងគាត់ក៏បានសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ហ្នឹងរយៈពេល3ថ្ងៃដែរហើយជារៀងរាល់ថ្ងៃគេតែងតែពិនិត្យឃើញថាបរិមម្នាក់ហ្នឹងគាត់តែងតែជញ្ជូនរបស់របរមួយចំនួនចេញទៅខាងក្រៅអានេះបានថានៅពេលហ្នឹងគាត់គឺកំពុងតែជញ្ជូនបំណែកសាកសពក៏ដូចជាបំណែកសាច់បំណែកឆ្អឹងអីមួយចំនួនហ្នឹងយកវាទៅចោលជារៀងរាល់ថ្ងៃប៉ុន្តែដោយឡែកអ្នកដែលធ្វើការនៅក្នុងសន្តាគារមួយហ្នឹងគឺមិនមាននរណាគេបានចាប់អារម្មណ៍នោះទេក៏ព្រោះតែគាត់បានរៀបចំក៏ដូចជា
และការបានចិត្តល្អខ្លាំងមែនទែនតែនៅពេលនោះគឺមិនមាននរណាម្នាក់បានសង្ស័យទៅលើគាត់នោះទេនៅត្រង់ចំណុចនេះគឺត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនៅក្នុងសន្តាគារដែលរបស់ក្រហមដែលគាត់កំពុងតែកាន់ហ្នឹងវាគឺជាឆ្អឹងខ្មងជើងរបស់ស្ត្រីម្នាក់ហ្នឹងហើយដោយឡែកកាបូបដ៏ធំមួយដែលគាត់កំពុងតែកាន់នឹងដែរនៅក្នុងកាបូបមួយហ្នឹងគឺមានបំណែកលលាក្បាលក៏ដូចជាបំណែកឆ្អឹងជាច្រើនទៀតរបស់ស្ត្រីម្នាក់ហ្នឹងផងដែរក្រោយពេលដែលគាត់បានរៀបចំរបស់របរដែលគាត់ត្រៀមនឹងយកទៅចោលនៅរាហើយបរិបទម្នាក់ហ្នឹងគាត់ក៏បានចាក់ចេញអំពីសន្តាគារថតជាប់តាមរយៈកាមេរ៉ាសុវត្ថិភាពដែរនៅជិតកន្លែងហ្នឹងផងដែរក្រោយមកបរិបទម្នាក់ហ្នឹងគាត់ក៏ធ្វើការដើរសម្ដៅទៅកាន់ផ្សារដែលនៅជិតទីនោះបំផុតហើយក្រោយមកទៀតគាត់ក៏បានកាន់បំណែកសាកសពហ្នឹងចូលទៅក្នុងផ្សារមួយកន្លែងហើយមួយសន្ទុះក្រោយមកគាត់ក៏បានចេញអំពីផ្សារហ្នឹងវិញក៏ប៉ុន្តែគាត់មិនបានកាន់បំណែកសាកសពឬក៏បំណែកសាច់បំណែកឆ្អឹងរបស់ជនរងគ្រោះហ្នឹងចេញមកជាមួយនោះទេចាំមានន័យថាបរិបទម្នាក់ហ្នឹងដែលជាឃាតករហ្នឹងគាត់បានកាន់យកបំណែកសាកសពក៏ដូចជាបំណែកសាច់របស់ជនរងគ្រោះហ្នឹងយកវាទៅចោលនៅក្នុងផ្សារនៅម្ដុំកន្លែងដែលគេលក់សាច់លក់ឆ្អឹងឯបែបហ្នឹងប៉ុន្តែជាសំណាងល្អមែនទែនខាងក្រុមប្រេងហ្នឹងគាត់ក៏បានចុះទៅក្នុងផ្សារនោះហើយក៏ធ្វើការតាមរកក៏ដូចជាពិនិត្យមើលនៅកន្លែងលក់សាច់លក់ឆ្អឹងមួយចំនួនណាខាងក្រុមប្រេងនោះក៏បានរកឃើញបំណែកឆ្អឹងក៏ដូចជាបំណែកសាច់មួយចំនួនរបស់ជនរងគ្រោះត្រូវបានរកឃើញនៅម្ដុំកន្លែងដែលគេកែច្នៃសាច់នៅកន្លែងហ្នឹងគឺជាកន្លែងដែលគេកែច្នៃសាច់ដែលសល់ដែលសាច់ជាប់នឹងឆ្អឹងហ្នឹងគឺគេកែច្នៃវាធ្វើជាសាច់កំប៉ុងឬក៏ជាសាច់ប្រហិតសាច់អីអញ្ចឹងហើយបំណែកសាកសពក៏ដូចជាបំណែកឆ្អឹងរបស់ស្ត្រីម្នាក់ហ្នឹងត្រូវបានគេរកឃើញនៅក្នុងធុងនៅម្ដុំកន្លែងដែលគេកែច្នៃហ្នឹងអានេះវាគឺជាបំណែកមួយចំនួននោះទេមិនដឹងថាបំណែកខ្លះទៀតត្រូវបានមានអ្នកណាគេបានទិញយកទៅបាត់ហើយក៏មិនដឹងនោះដែរបងប្អូនគ្នាសាកសម័យទៅមើលប្រសិនជាអ្នកដែលបានទៅទិញសាច់ឬក៏ទៅទិញឆ្អឹងហ្នឹងគាត់បានទិញដោយបំណែកសាច់ឬក៏បំណែកឆ្អឹងរបស់នារីជនរងគ្រោះម្នាក់ហ្នឹងហើយយកវាទៅបរិភោគហើយបើសិនជាគាត់បានដឹងថាបំណែកសាច់ឬក៏បំណែកឆ្អឹងហ្នឹងវាគឺជាបំណែកសាច់ឬក៏ឆ្អឹងរបស់មនុស្សហ្នឹងថាតើពួកគាត់នឹងមានអារម្មណ៍បែបណាពួកគាត់នឹងរន្ធត់ចិត្តបែបណាករណីឃាតកម្មនេះគឺវាពិតជាសាហាវព្រៃផ្សៃមែនតើដោយសារតែខាងក្រុមប្រេងនេះគឺមិនដែលបានជួបករណីដ៏សាហាវព្រៃផ្សៃបែបនេះពីមុនមកនោះទេហើយសម្រាប់ករណីឃាតកម្មមួយនេះដែរគឺវាបានកើតឡើងនៅក្នុងប្រទេសចិនហើយណាមួយនៅក្នុងប្រទេសចិននេះគឺមិនសូវជាមានព័ត៌មានដែលគេបានបង្ហាញជាក់លាក់នោះទេរាល់ព័ត៌មានមិនថារឿងរ៉ាវឃាតកម្មឬក៏រឿងរ៉ាវអ្វីក៏ដោយគឺនៅខាងប្រទេសចិននេះគឺគេមិនត្រូវបានបង្ហាញជាសាធារណៈនោះឡើយសូម្បីតែឈ្មោះជនរងគ្រោះឬក៏ឈ្មោះឃាតករហ្នឹងក៏គេមិនបានបង្ហាញជាសាធារណៈនោះដែរប៉ុន្តែឃាតករម្នាក់នេះក៏ត្រូវបានខាងក្រុមប៉ូលីសចាប់ខ្លួនបានហើយគាត់ក៏ត្រូវបានគេកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារអស់មួយជីវិតហើយចម្លើយសារភាពរបស់គាត់វិញគឺគាត់បានសារភាពប្រាប់ថាគាត់គ្រាន់តែចង់ដឹងថាតើសាច់របស់មនុស្សហើយនិងសាច់ជ្រូកហ្នឹងគឺវាមានភាពខុសគ្នាយ៉ាងដូចម្ដេចវាមានរសជាតិអីបែបណាអញ្ចឹងទៅអូខេបងប្អូនអរគ្នាវីដេអូមួយនេះគឺមានតែប៉ុណ្្នេះទេហើយសម្រាប់បងប្អូនដែលចូលចិត្តវីដេអូរបស់ Admin កុំភ្លេច Subscribe ជើង YouTube Admin ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្ថែមទៀតបាយបាយ